អូខេឥឡូវយើងចូលធ្វើការបកប្រែនៅក្នុងមេរៀនទី5.3តែម្ដងបកប្រែហើយយើងទៅឆ្លើយនៅសំណួរឆ្លើយសំណួរចប់ទៅចូលចំណុចទី3យើងនឹងធ្វើការបំពេញចន្លោះឥឡូវយើងបកប្រែទាំងអស់គ្នាតែម្ដងពាក្យកន្លែងណាយើងមិនចេះយើងស្រង់ចេះអញ្ចឹងខ្ញុំអានទៅតែម្ដង32 years old today still a boy at heart ថ្ងៃនេះអ្នកមានអាយុ32ឆ្នាំហើយនៅតែជាក្មេងប្រុសនៅក្នុងបេះដូងខ្ញុំអ្នកអាចលេង you can play superhero with my 6-year old nephew អ្នកអាចលេងជាវរៈបរោះដ៏អស្ចារ្យជាមួយនឹងក្មួយប្រុសរបស់ខ្ញុំមានអាយុ6ឆ្នាំ yes Dexter and I have a great time together ចេះដាច់ បាទចាដាច់ហើយនឹងខ្ញុំមានពេលដ៏អស្ចារ្យជាមួយគ្នា អញ្ចឹងពាក្យថា get time យើងប្រែថាពេលដ៏អស្ចារ្យតទៅទៀត I know and that can do a lot of things you can't do ខ្ញុំដឹងហើយដាច់អាចធ្វើរឿងជាច្រើនដែលអ្នកមិនអាចធ្វើបាន like what អូដូច ដូចនេះដូចអ្វី he can speak Spanish fluently for a start គាត់អាចច្រៀងគាត់អាចនិយាយភាសាអេស្ប៉ាញបាននឹងស្ទាត់ជំនាញ ពាក្យថា fluently for a start ហ្នឹងបានន័យថាស្ទាត់ជំនាញណា he mother Spanish so of course he can his ម្ដាយរបស់គាត់គឺជាជនជាតិអេស្ប៉ាញដូច្នេះហើយជាការពិតគាត់អាចនិយាយបាន but you can't speak any foreigner language at all ប៉ុន្តែអ្នកមិនអាចនិយាយភាសាបរទេសទាំងអស់បានទេអញ្ចឹងពាក្យ at all គឺទាំងអស់ foreigner គឺភាសាបរទេសបាទ language តទៅទៀត I can speak French a little bit បកប៉ុណ្្នឹងសិនមកខ្ញុំអាចនិយាយភាសាបារាំងបានបន្តិចបន្តួចអញ្ចឹងពាក្យ a little bit បាននេះបន្តិចតួច bit ក៏តិចតួចអញ្ចឹងនៅចូលគ្នាទាំង3ពាក្យហ្នឹងនៅតិចតួចដែរ I can say bonjour ហើយនឹង and mercy ក៏ខ្ញុំអាចនិយាយភាសា Venture ហើយនឹង mercy ចាភាសា mercy តទៅទៀតណា and that is very musical he can play the guitar ហើយដាច់ជាតន្ត្រីករដ៏ល្អណាស់គាត់អាចលេងហ្គីតា តទៅទៀត he can sing ច្រៀងបានយ៉ាងអស្ចារ្យបាទហើយគាត់អាចនឹង ចេះ ពាក្យថា brilliantly យើងប្រែថាអស្ចារ្យតទៅទៀត okay there's nothing young Dexter can do he's a super boy យល់ព្រមมันមានរឿងអ្វីដែលដាច់មិនអាចធ្វើបានទេគាត់គឺជាក្មេងប្រុសដ៏អស្ចារ្យ well you are ឡើយនេះយើងអាន you are ណាតាមពិត you are a super enough man for me happy birthday មែនហើយ អ្នកគឺជាបរិសុទ្ធដ៏អស្ចារ្យសម្រាប់ខ្ញុំរីករាយថ្ងៃខួបកំណើតអញ្ចឹងពាក្យថា super enough for man នេះenough man នេះយើងប្រែថាបរិសុទ្ធដ៏អស្ចារ្យបាទតាមពិតបើយើងប្រែថាand super enough man ហ្នឹងយើងអានថាអញ្ចឹងប៉ុន្តែដល់ពេលប្រែយើងប្រែថាបរិសុទ្ធដែលអស្ចារ្យសម្រាប់ខ្ញុំអញ្ចឹងមកប៉ុន្តែបើយើងប្រែផ្សេងនឹងទៀតកាច់ន័យបរិសុទ្ធគ្រប់ទឹកអញ្ចឹងប៉ុណ្្នឹងបានហើយយើងចូលទៅធ្វើការឆ្លើយនៅសំណួររួចបន្ទាប់មកបំពេញចន្លោះបាទឥឡូវយើងចូលធ្វើការស្ដាប់ហើយឆ្លើយនៅសំណួរបន្ទាប់ពីការ
ធ្វើការបកពាក្យនិងបកអត្ថបទសន្ទនានឹងមកយើងធ្វើការស្ដាប់ម្ដងទៀតហើយឆ្លើយនៅសំណួរហ្នឹងហើយ 5.3 32 years old today and still a boy at heart. You can play superheroes with my 6-year-old nephew. Yeah, Dexter and I have great times together. I know. And Dex can do a lot of things you can't do. Huh? Like what? He can speak Spanish fluently for a start. His mother's Spanish, so of course he can. But you can't speak any foreign languages at all. I can speak French a little bit. I can say bonjour and merci. And Dex is very musical. He can play the guitar. He can sing brilliantly. And he can... Okay. There's nothing young Dexter can't do. He's Superboy. Well, you're a super enough man for me. Happy birthday. បាទឥឡូវយើងចាប់ផ្ដើមធ្វើការឆ្លើយសំណួរតែម្ដងអញ្ចឹងសំណួរគេសួរថាណាបន្ទាប់ពីយើងស្ដាប់មកសំណួរគេសួរថា Who is Dexter តើ Dex គឺជានរណា What can he do តើគាត់គឺជាគាត់អាចធ្វើអ្វីបានអញ្ចឹងចម្លើយឆ្លើយមកសូមឆ្លើយមក He is a superboy អញ្ចឹងយើងអាចឆ្លើយ he is ដោយសារ Dex ហ្នឹងគឺជាមនុស្សប្រុសតទៀតតើគាត់គឺអាចធ្វើអ្វីបាន He can do play he can do a lot of everything អីខ្លះគាត់ចេះធ្វើអីខ្លះ He can play guitar he can play he ទៀត can sing he can sing he can he can he can speak speak Spanish he can speak Spanish he ចេះគាត់ចេះនិយាយភាសាអេស្ប៉ាញទៀតអញ្ចឹងប៉ុណ្ណឹងក៏បានដែរណាសំណួរយើងប៉ុណ្ណឹងឥឡូវយើងធ្វើការស្ដាប់ដើម្បីបំពេញណាបំពេញចន្លោះម្ដងមិញយើងស្ដាប់ហើយបកប្រែបន្ទាប់មកយើងធ្វើការឆ្លើយសំណួរបន្ទាប់ពីការឆ្លើយសំណួរយើងចូលចំណុចទី3យើងធ្វើការបំពេញចន្លោះ complete the sentence from the conversation with can and or can plus verb អញ្ចឹងយើងយកមកដាក់នៅក្នុងចន្លោះហ្នឹងហើយប្រើពាក្យពីរនឹង can ហើយបូកជាមួយនឹង verb អីខ្លះមាន do មាន speak មាន run មានអីចឹងទៅណាយកមកដាក់នៅហ្នឹងដូចគេចឹងណាតែនេះគេដាក់ do that can do ចឹងមកណាបាទនេះ you can do ចឹងត្រង់ verb ឡើងហ្នឹងគឺជា verb ទី1 verb basic verb បាទកាលណាយើងពេញតែ can ទេឬក៏ can ទេហ្នឹងអត់មានដាក់អីអត់មានដាក់ verb អីគឺអត់ត្រូវទេណាអញ្ចឹងយើងស្ដាប់ហើយបំពេញតោះឥឡូវចាប់ផ្ដើមធ្វើការស្ដាប់ម្ដងទៀតក្នុងការហើយធ្វើការបំពេញ 5.3 32 years old today and still a boy at heart. You can play superheroes with my 6-year-old nephew. Yeah, Dexter and I have great times together. I know. And Dex can do a lot of things you can't do. Huh? Like what? He can speak Spanish fluently for a start. បាទហើយគាត់ចែកគេចំណុចទី he can speak 2 he can speak អញ្ចឹងយើងសរសេរពាក្យ he can speak ដាក់ចូលទៅនឹងមកណាcan speak ណា can speak បន្ទាប់មកទៀតយើងធ្វើការស្ដាប់វាសិនបាទនៅចំណុចទី3ណាចំណុចទី3យើងធ្វើការស្ដាប់ Start. His mother's Spanish, so of course he can. But you can't speak any foreign languages at all. អូខេអញ្ចឹងគាត់ចេះគេទៀត you can't speak អូខេអញ្ចឹងគាត់មិនអាចនិយាយអ្នកមិនអាចនិយាយភាសាបរទេសបានទាំងអស់ទេអញ្ចឹងដាក់មិនឡើយហ្នឹង you can
can រត្រូវអត់ឃើញទេបាទ you can speak sorry វាយវល់ច្រឡំវាយម៉ៅធំអូខេអញ្ចឹងយើងដាក់មកតទៀតចំណុចទី4ចំណុចទី4នេះគឺយើងស្ដាប់ឲ្យបំពេញតទៀត I can speak French a little bit. I can say bonjour and merci. And អីគេហ្នឹងក៏ដាក់អីគេ I can say អូខេ I can say អញ្ចឹងយើងដាក់មក I can say នេះ I can say I can say ហើយយើងចូលទៅស្ដាប់នៅចំណុចទី5បាទចំណុចទី5 And Dex is very musical. He can play the guitar. He can sing brilliantly. ចំណុចទី5គាត់អីគេ he can play he can play អញ្ចឹងយើងដាក់មក he can play ណា play ហើយបន្តទៅទៀតយើងគាត់ចែកទៀត he can do he can do អញ្ចឹងដាក់ sorry he can sing he can sing yeah ស្ដាប់មិញដូច do ដែរបាទគាត់ចេះច្រៀងណា he can sing អញ្ចឹងមកអស់ហើយទៅទៀតហើយ តទៀតអញ្ចឹងយើងចូលចំណុចទី6ចំណុចទី6នេះយើងស្ដាប់បន្តទៀតមើលចាំមើលមិនវិញ And he can. Okay. There's nothing young Dexter can't do. He's Superboy. អីគេមិញ Well, you're a super enough man for me. Happy birthday. ណែដាក់អីគេមិញហ្នឹងដាច់អីគេ they can do ហ្នឹងដាច់ can do ចប់អញ្ចឹងយើងបំពេញហើយអស់ហើយទាំងការឆ្លើយសំណួរទាំងការបកតបសន្ទនាហើយយើងនឹងបន្តទៅចំណុចទី4អានេះគេឲ្យយើងស្ដាប់ឡើងវិញណាចំណុចទី3គេឲ្យយើងស្ដាប់ឡើងវិញដល់ពេលចំណុចទី4ជាចំណុច grammar and pronunciation grammar and pronunciation ចំណុចវាក៏នឹងការលើកដាក់សំឡេងហ្នឹងហើយអញ្ចឹងយើងបន្តទៅចំណុចទី4ទៀតគឺជាចំណុចបាទមេរៀនទី5.4 ហ្នឹងហើយ